はい、皆さん、こんにちはសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Houdimi ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមានវិជ្ជាករភាសាជប៉ុនកម្រិតដំបូងភាគទី3ណាហើយអញ្ចឹងកាលពីថ្ងៃមុនយើងរៀនបានភាគទី1និងភាគទី2ហើយណាអញ្ចឹងថ្ងៃនេះយើងចូលមកកាន់ភាគទី3ហើយអញ្ចឹងដែលភាគទី3ថ្ងៃនេះយើងនិយាយអំពីហើយកាលរបស់កិរិយាសព្ទណាមាន mas masen mashita masen deshita ហើយការធ្វើសកម្មភាពអ្វីមួយនៅពេលណាមួយហើយ nani nani ni nani nani mas ណាហើយនឹងមួយទៀតមានអ្វីមួយហើយ ga arimas ហើយនឹងមានអ្វីមួយហ្នឹងគឺវាមានជីវិតហើយអត់ជីវិតណា ga arimas និង ga imas ណាហើយមួយទៀតមានអ្វីមួយនៅកន្លែងណាមួយ nani nani no nani nani ni ហើយ arimas imas ណាហើយមួយទៀតគឺចង់បានហើយ hoshi ណាហើយមួយទៀត narimas ប្រែជាคล้ายជាហើយមួយទៀត ikimas kimas kaerimas ណាទៅមកត្រឡប់ទៅណាហើយមួយទៀត skimas សំទោសមួយទៀត ski kirai ណាចូលចិត្តហើយនឹងមិនចូលចិត្តឬក៏ស្អប់ហើយបន្តមកចុងក្រោយ josu heta ពូកែហើយនឹងខ្សោយណាហើយអញ្ចឹងឥឡូវយើងចូលមកកាន់ slide ទី1ទាំងអស់គ្នាណាហើយអញ្ចឹងនេះគឺជាការរបស់កិរិយាសព្ទហើយអញ្ចឹងការរបស់កិរិយាសព្ទគឺមាន4ហើយអញ្ចឹងយើងមើលពីផ្នែកខាងលើនេះគេដាក់ថាបច្ចុប្បន្ននិងអនាគតហើយបច្ចុប្បន្នអនាគតណាហើយអញ្ចឹងសម្រាប់កាលកន្លែងនេះបច្ចុប្បន្នអនាគតហ្នឹងគេអាចប្រើក្នុងន័យតែមួយហើយឧទាហរណ៍ថាអេ tabemas ណា tabemas បើពាក្យថាញ៉ាំហើយអញ្ចឹងយើងនិយាយពីបច្ចុប្បន្នក៏បានឬក៏យើងនិយាយអនាគតហើយបើអនាគតមានថានឹងណាឧទាហរណ៍ថា tabemas ញ៉ាំអញ្ចឹងនឹងញ៉ាំមកយកទៅហើយដល់ពេលអតីតកាល tabemashita ហើយ tabemashita ហើយណាក្នុងជួរខាងនេះគឺត្រង់ស្របណាស្របក្នុងបច្ចុប្បន្នឬក៏អនាគត mas ស្របក្នុងអតីតកាល masta ហើយដល់ពេលបដិសេធគឺ masen masen ណាហើយដល់ពេលបដិសេធក្នុងអតីតកាលគឺ masen deshita ណាហើយ masen deshita ហើយណាហើយអញ្ចឹងវាមាន4 mas masta masen masen deshita ហើយអញ្ចឹងគេថានៅពេលដែលយើងបង្កើតជាប្រយោគសំណួរគឺយើងគ្រាន់តែបន្ថែមសកៈហើយដែលកៈហ្នឹងគឺជាបរិយាស័ព្ទនៅចុងប្រយោគណាហើយសម្រាប់ការឆ្លើយតបគឺយើងប្រើកិរិយាសព្ទដដែលដែលគេសួរមកយើងហ្នឹងណាហើយចុះឧទាហរណ៍ថា Kino hatarakimashita ka Kino hatarakimashita ka ម្សិលមិញហ្នឹងបានធ្វើការអត់ហើយតាមសិលមិញបានធ្វើការអត់អញ្ចឹងបើយើងបានធ្វើការយើងឆ្លើយ Hai hatarakimashita បើយើងបានធ្វើការទេ Iie hatarakimasen deshita អញ្ចឹង Hai និង Iie យើងចេះហើយ Hai បើប្រែថាបាទIie បើប្រែថាទេហើយអញ្ចឹង Hai hatarakimashita បាទបានធ្វើការ Iie hatarakimasen deshita ទេមិនបានធ្វើការទេហើយណាអូខេអញ្ចឹងនេះគឺជាការរបស់កិរិយាសព្ទហើយដល់ពេលយើងចង់បន្ថែមពីប្រយោគសំណួរយើងគ្រាន់តែថែមកៈមកណាហើយអញ្ចឹងដោយសារប្រយោគនេះគេសួរក្នុងអតីតកាលណាហើយអញ្ចឹងគេដាក់ kino អញ្ចឹងមកគេសួរឧទាហរណ៍ថាថ្ងៃស្អែកហើយយើងដាក់ពាក្យទៅតាមថ្ងៃស្អែកអញ្ចឹងទៅហើយបាទអញ្ចឹងយើងចូលមកកាន់វិជ្ជាករមួយទៀតហើយដែលវិជ្ជាករនេះគេដាក់ថានាមពេលវេលានេះបូកជាមួយនឹងកិរិយាសព្ទនាមពេលវេលានេះបូកជាមួយនឹងកិរិយាសព្ទហើយអញ្ចឹងអត្ថន័យនៃវិជ្ជាករនេះគេចង់និយាយថាធ្វើសកម្មភាពអ្វីមួយនៅពេលណាមួយណាដែលនៅពេលនោះវាមានពេលវេលាបែងចែកជា3ផ្នែកហើយអញ្ចឹងទី1គេដាក់ថានៅពេលដែលនាមពេលវេលាហ្នឹងជាលេខអញ្ចឹងគឺយើងត្រូវដាក់នេះហើយនេះហ្នឹងគឺជាបរិយាស័ព្ទណាហើយត្រូវដាក់បរិយាស័ព្ទនេះនៅពីខាងក្រោយវាឬក៏យើងនិយាយថានៅខាងស្ដាំដៃនាមពេលវេលាហ្នឹងហើយករណីទី2បើសិនបើនាមពេលវេលានោះជាថ្ងៃក្នុងសប្តាហ៍យើងអាចដាក់នេះក៏បានមិនដាក់ក៏បានហើយពេលវេលាក្នុងថ្ងៃសប្តាហ៍គឺចង់សំដៅទៅលើថ្ងៃច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យហើយក្នុងថ្ងៃណាមួយបើសិនបើមានពេលវេលាដែលជាក្នុងថ្ងៃសប្តាហ៍ហ្នឹងគឺយើងដាក់នេះក៏បានអត់ដាក់ក៏បានហើយចំណែកឯករណីទី3នៅពេលដែលនាមពេលវេលានោះជានាមអក្សរមិនមែនជាលេខហើយគឺយើងអត់ចាំបាច់ដាក់នេះទេហើយចឹងឧទាហរណ៍ថាម្សិលមិញម្សិលមួយថ្ងៃថ្ងៃនេះថ្ងៃស្អែកចឹងណាហើយគឺសុទ្ធតែជានាមពេលវេលាដែលមិនមែនជាលេខណាជានាមពេលវេលាអក្សរហើយឥឡូវយើងមកមុខឧទាហរណ៍ទី1ហើយរកគឺជាហានីអូគីម៉ាសខ្ញុំក្រោយពីគេនៅម៉ោង6កន្លះព្រឹកណារកគឺជាហានីអូគីម៉ាសអញ្ចឹងរកគឺជាហានហើយ
រកគឺជានឹងវារកគឺជាហាហ្នឹងម៉ោង6កន្លះអញ្ចឹងម៉ោង6កន្លះវាគឺជាលេខអញ្ចឹងវាយើងត្រូវដាក់នេះហើយទី2 Nichiyobi ni Kamboje ikimashita Nichiyobi ni Kamboje ikimashita អញ្ចឹងបបប្រែថាខ្ញុំបានទៅប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យហើយខ្ញុំបានទៅប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យអញ្ចឹងដោយសារតែNichiyobi ហ្នឹងជាថ្ងៃក្នុងសប្តាហ៍ហើយអញ្ចឹងដូចtrongលក្ខខណ្ឌខាងលើគេថាថ្ងៃក្នុងសប្តាហ៍យើងដាក់នេះក៏បានមិនដាក់ក៏បានហើយអញ្ចឹងដូចត្រង់នេះអញ្ចឹងខ្ញុំដាក់វងកញ្ចក់មានន័យថាដាក់នេះក៏បានមិនដាក់ក៏បានហើយឧទាហរណ៍លេខ3ហើយ Ototoi benkyō shimashita Ototoi benkyō shimashita ម្សិលមិញខ្ញុំបានរៀនម្សិលមិញខ្ញុំបានរៀនអញ្ចឹងលេខ3នេះវាចូលក្នុងករណីទី3ដែលនាមពេលវេលាហ្នឹងជាអក្សរមិនមែនជាលេខអញ្ចឹងគឺយើងអត់ចាំបាច់ដាក់នេះទេណាហើយឧទាហរណ៍លេខ4 Yugo nichi ni Nihon e kaerimasu Yugo nichi ni Nihon e kaerimasu ហើយយើងមកប្រែថាខ្ញុំត្រឡប់ទៅប្រទេសជប៉ុននៅថ្ងៃទី15ខ្ញុំត្រឡប់ទៅប្រទេសជប៉ុននៅថ្ងៃទី15អញ្ចឹងដោយសារតែ15ហ្នឹងជាលេខអញ្ចឹងយើងត្រូវដាក់នេះនៅពីខាងក្រោយវាដែរណាវាដូចចូលទៅក្នុងករណីទី1នេះផ្នែកខាងលើនេះហើយអញ្ចឹងឡើងវិញនៅពេលដែលពាក្យនាមពេលវេលានោះវាជាលេខយើងត្រូវដាក់នេះហើយជាថ្ងៃក្នុងសប្តាហ៍ដាក់នេះក៏បានមិនដាក់ក៏បានជាអក្សរគឺអត់ចាំបាច់ដាក់ទេណាហើយអញ្ចឹងយើងមើលពាក្យដែលដកស្រង់ពីឧទាហរណ៍ខាងលើ okimas ក្រោកពីគេងណាក្រោកពីគេងហើយ nichiyobi ថ្ងៃអាទិត្យហើយ ototoi ម្សិលមិញណា ototoi ម្សិលមិញ benkyō shimasu ហើយរៀនណាបើប្រែថារៀនហើយបាទអញ្ចឹងយើងចូលមកកាន់វេយ្យាករណ៍បន្ទាប់ហើយដែលវេយ្យាករណ៍នេះគេដាក់ថា nani ga arimasu nani ga imasu ហើយប្រធានរបស់វានៅផ្នែកខាងលើគេដាក់ថានាមវត្ថុរបស់មនុស្ស ga arimasu ឬក៏ imasu អញ្ចឹងអត្ថន័យនៃវេយ្យាករណ៍នេះបើប្រែថាមានអ្វីមួយណាដែលក្នុងអ្វីមួយនោះវាសំដៅទៅលើមានទាំងមានជីវិតហើយនិងអត់ជីវិតហើយអញ្ចឹងពាក្យថា arimas បើប្រែថាមានប្រើចំពោះរបស់ឬក៏វត្ថុអ្វីដែលមិនមានជីវិត imas បើប្រែថាមានដូចគ្នាតែប្រើចំពោះអ្វីដែលមានជីវិតអញ្ចឹងក្នុងភាសាជប៉ុនពាក្យថាមានយើងប្រើបានពីរ arimas និង imas ណាហើយចុះឧទាហរណ៍លេខ1 okane ga arimas មានលុយណាមានលុយទី2 inu ga imasu មានឆ្កែអញ្ចឹងដោយសារឆ្កែវាមានជីវិតអញ្ចឹងយើងត្រូវដាក់ imas ចំណែកឯ okane លុយមិនមានជីវិតទេគឺយើងត្រូវដាក់ arimas ណាឧទាហរណ៍លេខ3 nani ga arimasu ka ហើយតើមានអ្វីហើយណាតើមានអ្វីហើយអញ្ចឹងពាក្យដែលដកស្រង់ពីប្រយោគខាងលើមាន okane បើប្រែថាលុយ inu ឆ្កែហើយ nani អ្វីណាអញ្ចឹងបើសិនបើយើងចង់និយាយពីអ្វីដែលមានជីវិតយើងប្រើ imas អ្វីដែលអត់ជីវិត arimas ហើយអញ្ចឹងបើយើងចង់សួរគេថាមានអីគេ nani ga arimasu ka ហើយបើមានណា dare ga imasu ka ណាហើយបាទអញ្ចឹងយើងចូលមកកាន់វេយ្យាករណ៍បន្ទាប់ហើយដែលវេយ្យាករណ៍នេះលម្អិតពីលើវេយ្យាករណ៍មិញណាហើយអញ្ចឹងវេយ្យាករណ៍មិញគឺយើងនិយាយថាមានណាមានទាំងមានជីវិតហើយនិងអត់ជីវិតអញ្ចឹងវេយ្យាករណ៍នេះហើយយើងនិយាយផ្នែកលម្អិតទៅលើការមានអ្វីមួយដែលមិនមានជីវិតណាអញ្ចឹងប្រធានផ្នែកខាងលើដាក់ថានាមទី1នេះនាមទី2ក្នុងនោះមាននាមវត្ថុរបស់ឬក៏ទីតាំង ga arimasu ឬនិយាយថាទីកន្លែងក៏បានដែរអញ្ចឹងអត្ថន័យនៃវេយ្យាករណ៍នេះមានន័យថាមានអ្វីមួយនៅកន្លែងណាមួយហើយណាដែលអ្វីមួយនោះវាសំដៅទៅលើនាមវត្ថុរបស់ឬក៏ទីកន្លែងក៏បានដែរណាឧទាហរណ៍លេខ1 Koko ni yubinkyoku ga arimasu Koko ni yubinkyoku ga arimasu ហើយយើងបកប្រែថានៅទីនោះមានប៉ុស្តិ៍ไปรษณีย์ណាទី2 Soko ni kaban ga arimasu Soko ni kaban ga arimasu នៅទីនោះមានកាតាបណាហើយលេខ3 Asoko ni watashi no kutsu ga arimasu Asoko ni watashi no kutsu ga arimasu ណានៅទីនោះមានស្បែកជើងខ្ញុំហើយណាលេខ3សំទោសលេខ4 Soko ni nani ga arimasu ka ហើយតើនៅទីនោះមានអ្វីណាតើនៅទីនោះមានអ្វីហើយអញ្ចឹងបើសិនបើយើងចង់និយាយថាមានអ្វីមួយនៅកន្លែងណាមួយយើងដាក់នាមដែលជានាមទីកន្លែងបូកជាមួយនឹងបរិស័ព្ទនេះដាក់នាមទី2ដែលនាមទី2នោះជានាមវត្ថុរបស់ប្រើប្រាស់ឬក៏ទីកន្លែងក៏បានដែរហើយអញ្ចឹងយើងមកមើលឧទាហរណ៍ពាក្យដែលដកស្រង់ពីប្រយោគខាង4ទី1 yubinkyoku ណាប៉ុស្តិ៍ไปรษณีย์ទី2 kaban កាតាបទី3 kutsu ស្បែកជើងទី4 nani អ្វីណាហើយអញ្ចឹងវេយ្យាករណ៍នេះគឺយើងនិយាយពីការមានអ្វីមួយនៅកន្លែងណាមួយហើយវេយ្យាករណ៍មុនគ្រាន់តែមានអីមួយទេតែវេយ្យាករណ៍នេះយើងបន្ថែមលម្អិតបន្តិចមានអ្វីមួយនៅកន្លែងណាមួយហើយអញ្ចឹងចូលមកកាន់វេយ្យាករណ៍បន្ទាប់ហើយគឺ ga imasu ម្ដងហើយអំបញ្ញមិញយើងមានអត់ជីវិតឥឡូវយើងនិយាយមានជីវិតវិញណា
អញ្ចឹងប្រធានវាគឺដូចគ្នាយើងខុសតែ arimas ដូរមកដាក់ imas វិញណាហើយនាមទី1នាមទីកន្លែងនេះណានាមទី1ដែលជានាមទីកន្លែងនេះបូកជាមួយនឹងនាមទី2ក្នុងនោះជានាមមនុស្ស ga imas ណាអត្ថន័យនៃវេយ្យាករណ៍នេះមាននរណាម្នាក់នៅកន្លែងណាមួយប្រើចំពោះអ្វីដែលមានជីវិតណាហើយមិនមែនបានតែមនុស្សណាយើងដាក់ឆ្កែអីក៏បានដែរហើយសត្វឬក៏បានឲ្យតែមានជីវិតហើយអញ្ចឹងឧទាហរណ៍លេខ1 Kyo shitsu ni sensei to gakusei ga imasu ណានៅថ្នាក់រៀនមានគ្រូនិងសិស្សហើយនៅថ្នាក់រៀនមានគ្រូនិងសិស្សហើយលេខ2 Toshokan ni nika-chan to nita-chan ga arimasu ណាហើយ Toshokan ni nika-chan to nita-chan ga imasu ណាហើយចឹងយើងបកប្រែថានៅបណ្ណាល័យមាននីកានិងនីតាណាហើយលេខ3 Toire ni dare ga imasu ka Toire ni dare ga imasu ka ហើយតើនៅបន្ទប់ទឹកហ្នឹងមាននរណាគេណាតើនៅបន្ទប់ទឹកមាននរណាគេហើយឬក៏យើងបកថាតើនរណាគេនៅបន្ទប់ទឹកក៏បានដែរណាហើយអញ្ចឹងមកពាក្យដកស្រង់ពីប្រយោគខាងលើមាន Kyoshitsu ថ្នាក់រៀន Sensei គ្រូបរៀនហើយ Toshokan បណ្ណាល័យហើយ Gakusei សិស្ស Toire បន្ទប់ទឹកណាហើយវេយ្យាករណ៍បន្ទាប់នេះគឺបន្ថែមទៅលើវេយ្យាករណ៍មុននឹងដែរហើយដែលវាលម្អិតជាងបន្តិចហើយអញ្ចឹងគេដាក់ថា nani no nani nani ហើយដែលប្រធានក្នុងខាងលើនាមដែលក្នុងនោះមាននាមវត្ថុមនុស្សទីកន្លែងបូកជាមួយនឹងបរិវារស័ព្ទ no ហើយបន្ទាប់មកបូកជាមួយនឹងនាមដែលនាមនោះគឺជានាមទីតាំងហើយបានតែនាមទីតាំងទេណាហើយបូកជាមួយនឹងបរិវារស័ព្ទនេះហើយបន្ទាប់មកបូកជាមួយនឹងនាមវត្ថុមនុស្សទីកន្លែង ga arimasu ហើយអញ្ចឹងវេយ្យាករណ៍នេះអត្ថន័យរបស់វាមាននរណាម្នាក់ឬក៏អ្វីមួយនៅកន្លែងណាមួយដែលលម្អិតបញ្ជាក់ពីទីតាំងហើយវាបកប្រែដូចវេយ្យាករណ៍បាញ់ដែរតែលម្អិតបន្តិចហ្នឹងមានន័យត្រង់ណាហើយឧទាហរណ៍ថានៅខាងឆ្វេងនៅខាងស្ដាំនៅខាងលើនៅខាងក្រោមអីចឹងណាហើយមានថាលម្អិតជាងវេយ្យាករណ៍បាញ់បន្តិចហើយអញ្ចឹងពាក្យដែលបញ្ជាក់ពីទីតាំងមានដូចជាគឺហើយនេះគឺបកប្រែថាខាងលើ sta ខាងក្រោម mae ខាងមុខ ushiro ខាងក្រោយ migi ខាងស្ដាំ hidari ខាងឆ្វេងណា naka ក្នុង soto ក្រៅ tonari ហើយក្បែរ chikaku ចិត្តហើយនឹង aida នៅចន្លោះណាហើយអញ្ចឹងយើងមកមើលឧទាហរណ៍លម្អិតទាំងអស់គ្នាលេខ1 Gakko no tonari ni kissaten ga arimasu Gakko no tonari ni kissaten ga arimasu អញ្ចឹង Gakko គឺជានាមហើយនាមទី1ដែលជានាមនេះវាចូលទៅក្នុងគេនាមទីកន្លែងបូកជាមួយនឹងបរិស័ព្ទ no tonari គឺជានាមទី2ដែលជានាមទីតាំងណាហើយក៏មកទៀត kissaten ណានេះ kissaten ga arimasu kissaten ហ្នឹងគឺជានាមទី3ហើយគឺជានាមទីកន្លែងនេះហើយអញ្ចឹងបកប្រែថានៅក្បែរសាលារៀនមានហាងកាហ្វេនៅក្បែរសាលារៀនមានហាងកាហ្វេណាហើយអញ្ចឹង Gakko no tonari ហ្នឹងនៅក្បែរសាលាkissaten ga arimasu មានហាងកាហ្វេណាហើយឧទាហរណ៍លេខ2នេះបានណា Tsukue no ue ni shashin ga arimasu Tsukue no ue ni shashin ga arimasu នៅលើតុមានរូបថតនៅលើតុមានរូបថតណាលេខ3 Anata no mae ni dare ga imasu ka Anata no mae ni dare ga imasu ka តើនៅមុខអ្នកហ្នឹងណាមានណាគេណាហើយតើនៅមុខអ្នកមានណាគេហើយឧទាហរណ៍លេខ4 Yamada-san no ushiro ni Yamada-san ga imasu សំទោសហើយTanaka ហើយកន្លែងនេះដាក់ free កណ្ណាដូចគ្នាបាទTanaka ណា Tanaka-san no ushiro ni Yamada-san ga imasu ណានៅខាងក្រោយលោក Tanaka ហ្នឹងគឺមានលោក Yamada ហើយអញ្ចឹងមានន័យថាម៉េចគឺមានន័យថាលោក Yamada គាត់នៅក្រោយTanaka ណាអញ្ចឹងពាក្យដែលដកស្រង់ពីប្រយោគខាងលើមាន Gakko សាលារៀន Kissaten ហាងកាហ្វេ Tsukue តុហើយ Shashin រូបថត Dare អ្នកណាហើយអញ្ចឹងយើងនៅពេលដែលយើងចង់និយាយបញ្ជាក់ពីទីតាំងលម្អិតឲ្យច្បាស់ហើយឧទាហរណ៍ថានៅលើអ្នកណាគេនៅលើអ្វីមួយហើយនៅក្រោមអ្នកណាគេនៅក្រោមអ្វីមួយនៅខាងមុខនៅខាងក្រោយអ្វីមួយឬក៏នៅខាងមុខនៅខាងក្រោយអ្នកណាអញ្ចឹងណាហើយអញ្ចឹងវេយ្យាករណ៍នេះគឺយើងនិយាយអំពីបែបហ្នឹងណាហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់វេយ្យាករណ៍ hoshi ណា hoshi ហើយបើយើងបកប្រែគឺចង់បានណាហើយអញ្ចឹងដល់ពេល clear ប្រយោគរបស់នៃវេយ្យាករណ៍នេះនាម ga hoshi desu នាម ga hoshi desu ហើយបកប្រែថាចង់បានអ្វីមួយណាចង់បានអ្វីមួយឧទាហរណ៍
Atarashi jitensa ga hoshii desu. Atarashi jitensa ga hoshii desu. Nhóm trong bán cònថ្មីណាហើយខ្ញុំចង់បាន កង់ថ្មីទី2ហើយ Toke ga hoshii desu. Toke ga hoshii desu. ខ្ញុំចង់បាននាឡិកាខ្ញុំចង់បាននាឡិកាហើយទី3 Nani ga hoshii desu ka? Nani ga hoshii desu ka? ហើយគេឆ្លើយថា Atarashi pasokon ga hoshii desu. Atarashi pasokon ga hoshii desu. ចឹងគេសួរថាតើអ្នកចង់បានអ្វីអ្នកចង់បានអីគេហើយគេឆ្លើយថាខ្ញុំចង់បានកុំព្យូទ័រថ្មីណាខ្ញុំចង់បានកុំព្យូទ័រថ្មីអញ្ចឹងវេយ្យាករណ៍នេះស្រួលមែនតើហើយយើងក៏ដាក់នាម ga hoshi មកហើយចង់បានហើយនាម ga hoshi desu ហើយបើសួរគេជាវាសំណួរគាត់ថែមកមកហើយបើយើងចង់សួរគេថាចង់បានអ្វីដាក់ nani ga hoshi desu កាក់មកបានហើយតែបើចង់សួរគេថាចង់បានរបស់នឹងអត់យើងដាក់របស់នឹងហើយបូក ga hoshi desu កាក់ហើយអញ្ចឹងគឺស្រួលណាហើយអញ្ចឹងពេលដែលដកស្រង់ចេញពីប្រយោគខាងលើ Atarashi ថ្មី Atarashi ថ្មីហើយ Jitensha កង់នេះ Pasokon កុំព្យូទ័រហើយកុំព្យូទ័រសម្ដៅយួរដៃណា Pasokon ហ្នឹងមកពីអង់គ្លេសpersonal computer មានន័យថាកុំព្យូទ័រផ្ទាល់ខ្លួនណាហើយអញ្ចឹងវាស្មើនឹង laptop ក៏យើងប្រើពាក្យ Pasokon ហ្នឹងដូចគ្នាបានដែរណាហើយចុងបន្តមកទៀតយើងចូលទៅកាន់វេយ្យាករណ៍ nani nani ni narimasu nani nani narimasu ណាហើយអត្ថន័យវេយ្យាករណ៍នេះគឺប្រែទៅជាคล้ายទៅជាអ្វីមួយហើយប្រែជាឬคล้ายជាអ្វីមួយដែលក្នុងការคล้ายជាអ្វីមួយនោះយើងប្រើបានតែ3ផ្នែកគុណនាមអ៊ីគុណនាមណាហើយនាមណាដែលទាំង3ហ្នឹងវាមានការប្រើប្រាស់ឬក៏តំណភ្ជាប់របស់វាផ្សេងគ្នាហើយអញ្ចឹងគុណនាមអ៊ីហើយណាគុណនាមអ៊ីគឺយើងត្រូវលុបអ៊ីចោលគុណនាមអ៊ីគឺយើងត្រូវលុបអ៊ីចោលហើយដាក់គឺហើយបូកជាមួយនឹង narimasu ដាក់គឺបូកជាមួយនឹង narimasu ហើយគុណនាមណាហើយយើងលុបណាចោលថែមនេះ narimasu ថែមនេះ narimasu ហើយដល់ពេលនាមហើយយើងអត់មានលុបអីនេះទេគឺយើងបន្ថែមនេះផ្ទាល់តែម្ដងហើយបូកជាមួយនឹង narimasu ហើយអញ្ចឹងគុណនាមអ៊ីលុបអ៊ីចោលដាក់ narimasu ហើយគុណនាមណាលុបណាចោលថែមនេះ narimasu ដល់ពេលនាមយើងដាក់នេះ narimasu ហើយអញ្ចឹងសម្រាប់គុណនាមអ៊ីឲ្យតែមានបញ្ចប់ដល់អ៊ីហ្នឹងគឺវាជាគុណនាមអ៊ីអញ្ចឹងគុណនាមអ៊ីទាំងអស់យើងលុបអ៊ីចោលបដូរទៅជាគឺហើយថែម narimasu មកហើយមានន័យថាប្រែទៅជាខ្លាចជាអីគេមួយហើយអញ្ចឹងយើងមកឧទាហរណ៍លេខ1 ichiban konoki wa okiku narimashita konoki wa okiku narimashita ដើមឈើនេះបានប្រែទៅជាធំណាទី2 koko wa kirei ni narimashita koko wa kirei ni narimashita ទីនេះបានប្រែទៅជាស្អាតទីនេះបានប្រែទៅជាស្អាតណាហើយ3បានលេខ3 YouTuber នេះ narimashita YouTuber នេះ narimashita ហើយ YouTuber ហ្នឹងមកពីអង់គ្លេស YouTuber ហើយអ្នកបង្កើតមាតិកា content ក្នុង YouTube ណាហើយអញ្ចឹងយើងមកមើលឧទាហរណ៍លេខ1ឡើងវិញ Okiku វាមកពី Oki ធំណា Oki ធំអញ្ចឹងដោយសារវាបញ្ចប់ដោយ i យើងលុប i ចោលហើយដាក់គឺមកហើយថែមជាមួយ narimasu មកខ្លាយទៅជាហើយណាលេខ2 kire គឺជាគុណនាមណាហើយ kire គុណនាមណាធ្វើឲ្យតែមាន i មែនតែវាជាគុណនាមលើកលែងណាវាចាត់ចូលជាគុណនាមណាហើយអញ្ចឹង kire យើងថែមនេះមកហើយដល់ពេលលេខ3 YouTuber ហ្នឹងគឺជានាមណាអញ្ចឹងយើងត្រូវដាក់នេះដែរហើយអញ្ចឹងពេលដែលដកស្រង់ពីប្រយោគខាងលើគិដើមឈើណាអូគីធំ kire ស្អាតណា YouTuber អ្នកបង្កើតមាតិកាYouTube ឬក៏យើងហៅថា YouTuber ហ្នឹងណាហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់វេយ្យាករណ៍ nani ikimasu kimasu kaerimasu ហើយ ikimasu kimasu kaerimasu ហើយអញ្ចឹងប្រធានវេយ្យាករណ៍ខាងលើនេះនាមទីកន្លែងបូក ikimasu kimasu kaerimasu ហើយអញ្ចឹងនៃវេយ្យាករណ៍នេះគេចង់និយាយថាទៅកន្លែងណាមួយមកកន្លែងណាមួយត្រឡប់មកកន្លែងណាមួយណាហើយជាងយើងយកបបស័ព្ទ ikimasu kaerimasu ហើយអញ្ចឹងកន្លែងនេះ ហេគឺជាបរិយាស័ព្ទបង្ហាញពីការបំលាស់ទីទៅកាន់កន្លែងណាមួយដោយអានថាហើយអញ្ចឹងតួអក្សរនេះតួអក្សរហេទេក៏តែនៅពេលដែលយើងចាត់ចូលជាប្រើជាបរិយាស័ព្ទក្នុងប្រយោគគឺយើងអានថាអានជាសំឡេងវិញណាហើយយើងឧទាហរណ៍លេខ1 Gakko e ikimasu
បបពេលថាខ្ញុំទៅសាលាលេខ2 Kaisha e kimasu ka Kaisha e kimashita ហើយតើមកក្រុមហ៊ុនទេហើយតើមកក្រុមហ៊ុនទេហើយឡើយនេះមានពាក្យស្អែកហ្នឹងតើបានពាក្យស្អែកមកពីណាចេះហើយចឹង Kaisha e kimasu ka ហើយបបពេលថាតើមកក្រុមហ៊ុនអត់ណាហើយសានបាំងលេខ3 Hitori de uchi e karimasu Hitori de uchi e karimasu ហើយខ្ញុំត្រឡប់ទៅផ្ទះតែម្នាក់ឯងណាខ្ញុំត្រឡប់ទៅផ្ទះតែម្នាក់ឯងណាហើយអញ្ចឹងនៅពេលយើងចង់និយាយថាទៅណាយើងដាក់ nani nani e ikimasu ហើយអ្នកនរគ្នាប្រហែលជាឮខ្ញុំនិយាយពាក្យអីគេ nani 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 អីគេហើយនៅខ្មែរបើយើងនិយាយជាភាសាខ្មែរអាចសំដៅទៅលើចុចអីចឹងណាហើយឧទាហរណ៍ថាចុចe ikimasu ហ្នឹងទៅហើយវាមានន័យដូចគ្នាបែបហ្នឹងណាអញ្ចឹងសម្រាប់ kimas មកហើយអញ្ចឹងយើងចង់និយាយថាមកកន្លែងណាមួយហើយ nani nani e kimas ហើយចុចe kimas ហើយដល់ពេល kairimas ចុចe kairimas ហើយ nani nani e kairimas ណាហើយត្រឡប់មកកន្លែងណាមួយហើយអញ្ចឹងពាក្យខាងក្រោមនេះហើយ gakko សាលារៀនហើយ kaisha ក្រុមហ៊ុន hitori de តែម្នាក់ឯង hitori de តែម្នាក់ឯងណាikimas ទៅណា kimas មកហើយkairimas ត្រឡប់មកណាហើយអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់វេយ្យាករណ៍បន្ទាប់ហើយនិយម2ចូលចិត្តឬក៏ស្អប់ហើយណា nani nani ga suki nani nani ga kirai ណាហើយអញ្ចឹងប្រធានខាងលើនាម ga គុណនាម des ហើយនាម ga គុណនាម des ហើយយើងឧទាហរណ៍នាម ga suki des នាម ga kirai des អញ្ចឹងមកណាហើយឧទាហរណ៍លេខ1 watashi wa kare ga suki des watashi wa kare ga suki des ហើយបបថាខ្ញុំចូលចិត្តការីខ្ញុំចូលចិត្តការីហ្នឹងគឺម្ហូបហើយការ៉េហ្នឹងគឺសម្រាប់មកខ្មែរគឺការីយើងបកបែរជាខ្មែរហើយអញ្ចឹងប្រទេសជប៉ុនក៏មានម្ហូបការីដែរលេខ2 watashi wa piiman ga kirai desu watashi wa piiman ga kirai desu ហើយ piiman បកប្រែថាម្ទេសផ្លោកហើយអញ្ចឹងប្រយោគនេះបកប្រែថាខ្ញុំមិនចូលចិត្តម្ទេសផ្លោកទេឬក៏យើងថាខ្ញុំស្អប់ម្ទេសផ្លោកអីយ៉ាងទៅណាហើយលេខ3សាមបាំងAnata wa nani ga suki desu ka? Anata wa nani ga suki desu ka? តើអ្នកចូលចិត្តអីគេតើអ្នកចូលចិត្តអ្វីហើយចឹងឡើយនេះខ្ញុំអត់បានដាក់ជាចម្លើយមកទេហើយចឹងបើសិនបើយើងចង់សួរគេថាចូលចិត្តអ្វីហើយ Anata wa nani ga suki desu ka? ហើយដល់ពេលបើយើងចូលចិត្តអ្វីមួយយើងឆ្លើយតាមនឹងមកហើយឧទាហរណ៍យើងនិយាយថាខ្ញុំចូលចិត្តលុយ Okane ga suki desu ហើយចូលចិត្តលុយមកហើយចឹងពាក្យខាងក្រោមដកស្រង់ពីប្រយោគខាងលើមាន kare បើពេលថាការីski បើបើថាចូលចិត្តហើយ piiman មកទេផ្លោកហើយ kirai ស្អប់ហើយឬក៏វាស្មើនឹងមិនចូលចិត្តណា nani អ្វីណា nani អ្វីហើយអញ្ចឹងវេយ្យាករណ៍នេះគឺស្រួលហើយអត់មានអីពិបាកទេហើយយើងនិយាយពីការចូលចិត្តឬក៏មិនចូលចិត្តឬក៏និយាយថាស្អប់ហើយចូលឧទាហរណ៍យើងចង់និយាយថាខ្ញុំស្អប់ណាគេម្នាក់យើងដាក់ឈ្មោះគេហើយ ga kirai មកហើយយើងចូលចិត្តណាគេម្នាក់ដាក់ឈ្មោះគេហើយ ga ski des មកបានហើយចឹងបន្តមកទៀតយើងចូលមកកាន់វេយ្យាករណ៍ចុងក្រោយហើយតែវេយ្យាករណ៍ចុងក្រោយនេះយើងនិយាយពីគុណនាមដូចគ្នាដែរហើយអញ្ចឹងអត្ថន័យវេយ្យាករណ៍មិញគឺយើងនិយាយពីការចូលចិត្តឬក៏មិនចូលចិត្តដើម្បីក្នុងវេយ្យាករណ៍នេះយើងនិយាយពីការពូកែខាងអ្វីមួយឬក៏ខ្សោយខាងអ្វីមួយហើយណា nani nani ga jouzu desu nani nani ga heta desu ហើយចឹងឧទាហរណ៍លេខ1 watashi wa eigo ga jouzu desu watashi wa eigo ga jouzu desuហើយបើវាថាខ្ញុំពូកែខាងភាសាអង់គ្លេសណាខ្ញុំពូកែខាងភាសាអង់គ្លេសណាលេខ2 watashi wa sugaku ga heta desu watashi wa sugaku ga heta desu ហើយខ្ញុំខ្សោយខាងគណិតវិទ្យាណាខ្ញុំខ្សោយខាងគណិតវិទ្យាលេខ3 anata wa nani ga jouzu heta desu ka anata wa nani ga jouzu heta desu ka ហើយតើអ្នកពូកែអ្វីមួយសំទោសតើអ្នកពូកែខាងអ្វីឬក៏អ្នកពូកែឬក៏អ្នកខ្សោយខាងអ្វីណាហើយ nani ga jouzu desu ka nani ga heta desu ka ហើយអញ្ចឹងបើសិនបើយើងខ្សោយអីគេឧទាហរណ៍ខ្សោយអង់គ្លេស eigo ga heta desu អញ្ចឹងមកណាបើពូកែភាសាអង់គ្លេស eigo ga jouzu desu អញ្ចឹងមកណាហើយអញ្ចឹងពាក្យដែលដកស្រង់ពីប្រយោគខាងលើមាន ego ភាសាអង់គ្លេស jouzu ពូកែ sugaku គណិតវិទ្យា heta ខ្សោយណាហើយ heta ខ្សោយ
ហើយអូខេអញ្ចឹងថ្ងៃនេះយើងរៀនប៉ុណ្ណេះវេយ្យាករណ៍ហើយអញ្ចឹងឥឡូវយើងរំលឹកវេយ្យាករណ៍មុនដំបូងឡើងវិញដែលយើងបានរៀនក្នុងថ្ងៃហ្នឹងហើយទី1ហើយមានកាលរបស់កិរិយាសព្ទណាមាន mas masta masen masen desta ទី2មាន nani nani ni mas ហើយធ្វើអ្វីមួយនៅពេលណាមួយណាហើយទី3មានអ្វីមួយណាហើយដែលក្នុងនោះមានជីវិតហើយនិងអត់ជីវិតហើយបន្តមកទៀតមានអ្វីមួយដែរតែយើងបញ្ជាក់ឲ្យច្បាស់ពីទីតាំងហើយមាននរណាអញ្ចឹងណាហើយតែសំដៅទៅលើអត់ជីវិតហើយបន្តមកទៀតមានអ្វីមួយសំដៅទៅលើមានជីវិតនៅកន្លែងណាមួយហើយដល់ពេលវេយ្យាករណ៍មួយទៀតដែលលម្អិតទៅលើហើយវេយ្យាករណ៍អំបញ្ញមុនហ្នឹងហើយគឺមានអ្វីមួយហើយនៅកន្លែងណាមួយដែលកន្លែងនោះបញ្ជាក់លម្អិតហើយឧទាហរណ៍ថានៅលើនៅក្រោមនៅឆ្វេងនៅស្ដាំនៅកណ្ដាលនៅជិតអីចឹងណាហើយបន្តមកវេយ្យាករណ៍នេះគឺវេយ្យាករណ៍ហូស៊ីចង់បានអ្វីមួយហើយបន្ទាប់មកវេយ្យាករណ៍ប្រែទៅជាคล้ายទៅជាអ្វីមួយហើយបន្តមកទៀតទៅមកឬក៏ត្រឡប់ទៅត្រឡប់មកកន្លែងណាមួយណាហើយបន្តមកទៀតចូលចិត្តឬក៏មិនចូលចិត្តអ្វីមួយណាហើយបន្តមកទៀតពូកែឬក៏ខ្សោយខាងអ្វីមួយណាហើយអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយអូខេអញ្ចឹងបាយបាយអ្នកនរគ្នា